គឺស្ដីរកអ្នកនរគ្នាថ្ងៃនេះថ្ងៃចុងសប្តាហ៍អញ្ចឹងហើយក៏ឆាម្ទេសទុកញ៉ាំជាមួយនឹងម្ហូបផ្សេងអញ្ចឹងណាគ្រឿងផ្សំយើងស្រួលទេយើងមានតែម្ទេសខ្ទឹមសខ្ទឹមក្រហមហើយប្រេងអូលីវមកពេលយើងដាក់ប្រេងអូលីវហើយយើងក្តៅគឺយើងចាក់ខ្ទឹមសខ្ទឹមក្រហមចូលហើយយើងថែមម្ទេសឆាវារហូតដល់ដាច់ទឹកទៅហើយយើងថែមប្រេងអូលីវនឹងថែមទៀតឲ្យយូរហើយជា20នាទីទៅ30នាទីទៅនោះនឹងម្ទេសយើងតែមកឈ្ងុយខ្ទឹមហើយឈ្ងុយម្ទេសហើយនឹងឈ្ងុយប្រេងអូលីវដែលយើងឆាជារឿងប្រេងអូលីវដោយសារតែពេលយើងញ៉ាំប្រេងអូលីវទៅជាមួយម្ហូបអាហារយើងអត់ឃើញថាយើងមានខ្លាញ់លេចមកទៀតព្រោះអីវារលាយក្នុងឆ្អឹងហើយយើងចង់ឲ្យមានរសជាតិបន្តិចយើងថែមអំបិលនិងម្សៅស៊ុបបន្តិចទៅហើយនឹងស្ករសបន្តិចទៅជាឆ្ងាញ់ស្រាប់យើងញ៉ាំជាមួយម្ហូបពីឆ្ងាញ់ដែរជាមួយសាច់ឡាក់ពេលព្រឹកប៉ុណ្ណាទេអរគុណបាយបាយរីករាយក្នុងសប្តាហ៍បងប្អូនគ្នា